ដើម្បីឲ្យកាហ្វេក្លាយជាមាសខ្មៅដ៏មានតម្លៃពិតប្រាកដវាមិនអាស្រ័យទៅលើពូជដំណាំប៉ុណ្ណោះទេប៉ុន្តែគឺអាស្រ័យទៅលើបច្ចេកទេសដាំដុះពិសេសគឺប្រព័ន្ធស្រោចស្រពដែលត្រូវស្តង់ដារនេះគឺជាការសង្កត់ធ្ងន់ពីអ្នកជំនាញក្នុងវេទិកាស្ដីពីមាសខ្មៅនៅកម្ពុជាសក្តានុពលវិនិយោគនិងបច្ចេកទេសដាំដុះប្រកបដោយចីរភាពនៅមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបៃលិនសហការរៀបចំដោយសមាគមកាហ្វេកម្ពុជាឆ្លៀតក្នុងឱកាសនោះលោកដុកពិសិដ្ឋប្រធានសមាគមកាហ្វេកម្ពុជាបានលើកឡើងថាកាហ្វេត្រូវបានគេហៅថាជាមាសខ្មៅក៏ព្រោះតែវាមានតម្លៃនិងមានតម្រូវការទីផ្សារខ្ពស់ទាំងក្នុងនិងក្រៅប្រទេសដែលកសិករគួរវិនិយោគប៉ុន្តែលោកបានកត់សម្គាល់ឃើញថាបច្ចេកទេសក្នុងការដាំដុះជាពិសេសការគ្រប់គ្រងទឹកនៅមានកម្រិតដែលជាហេតុធ្វើឲ្យវេទិកានេះត្រូវបានបង្កើតឡើងដើម្បីបង្ហាញពីគន្លឹះបច្ចេកទេសដាំដុះនិងស្រោចស្រពឲ្យចំគោលដៅឆ្លើយតបទៅនឹងបញ្ហានេះលោកហេងភិរមប្រធានបច្ចេកទេសប្រព័ន្ធស្រោចស្រពប្រចាំក្រុមហ៊ុន Gain Irrigation បានបង្ហាញពីដំណោះស្រាយបច្ចេកទេសនៃការរៀបចំប្រព័ន្ធទឹកស្តង់ដារដែលជាកត្តាកំណត់ជោគជ័យលើដំណាំកាហ្វេគឺរយៈពេលដែលត្រូវលូតលាស់គឺយើងអាចប្រើប្រាស់ជាសម្រាប់ទឹកបានឬក៏បាសារឬទូបានតែយើងអាចបញ្ចូលឬក៏ស្រោចស្រពជីទៅតាមប្រព័ន្ធស្រោចស្រពនឹងបានអ្វីដែលសំខាន់មួយទៀតគឺនៅពេលដែលយើងយកផ្កាកាហ្វេហ្នឹងគឺកាភ្លើងបាញ់ទឹកគឺសំខាន់បំផុតពីព្រោះកាភ្លើងបាញ់ទឹកនៅពេលដែលយើងធ្វើការស្រោចស្រពគឺនៅលើផ្ទៃដីចំមូលរបស់យើងដែលធ្វើការដាំដុះកាហ្វេហ្នឹងគឺត្រូវទឹកទាំងអស់គ្រប់កន្លែងបើយើងប្រើទឹកហ្នឹងគឺវាត្រូវតែកន្លែងគល់កាហ្វេទីហ្នឹងទេប៉ុន្តែវាអាចស្រោចស្រពពេញទៅលើផ្ទៃដីហ្នឹងទេទី1ទី2នៅពេលដែលយើងប្រើកាភ្លើងបាញ់ទឹកគឺកំណត់ទឹកសារទាំងអស់គឺនៅលើដើមកាហ្វេទាំងអស់ពេលដែលយើងធ្វើការស្រោចស្រពបែបហ្នឹងការចេញផ្កាគឺស្រស់គ្នាល្អនៅពេលដែលយើងចេញស្រស់គ្នាតកតងនឹងផលនៅពេលដែលផ្លែក៏ផ្លែស្ដើងគ្នាល្អនៅពេលដែលប្រមូលផលមិនត្រឹមតែផ្នែកទីមួយទេគឺយើងចូលផ្នែកប្រព័ន្ធទឹកដែលធ្វើឲ្យកាហ្វេរបស់យើងនឹងទុំស្មើគ្នានៅពេលដែលកាហ្វេយើងប្រមូលផលបានទុំស្មើគ្នាចាប់ពី 90% ដែរតម្លៃខ្ពស់យ៉ាងមែនដែរតាមរយៈការបង្ហាញបច្ចេកវិទ្យារបស់ Gain Irrigation ក្នុងវេទិកានេះកសិករនិងអ្នកវិនិយោគបានយល់កាន់តែច្បាស់អំពីការរៀបចំប្រព័ន្ធទឹកមានស្តង់ដារមិនត្រឹមតែជួយឲ្យកាហ្វេលូតលាស់ល្អប៉ុណ្ណោះទេប៉ុន្តែគឺជាការធានានូវគុណភាពគ្រាប់កាហ្វេឲ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារជាតិនិងអន្តរជាតិ Gain Irrigation បដិញ្ញាបន្តនាំនូវបច្ចេកវិទ្យាស្រោចស្រពទំនើបនិងការប្រឹក្សាយោបល់ដ៏ក្បោះក្បាយដើម្បីប្រែក្លាយចម្ការកាហ្វេរបស់បងប្អូនកសិករឲ្យទៅជាចម្ការមាសខ្មៅប្រកបដោយទិន្នផលខ្ពស់និងត្រូវស្តង់ដារលក់បានថ្លៃ